សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបន្តបណ្ដុះបណ្ដាលមូលដ្ឋាននិងរៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជានៅថ្ងៃទី21ខែកក្កដាឆ្នាំ2026សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបសហការជាមួយនឹងអនុសាខាស្រកពួកនិងមន្ទីរអប់រំយុវជននិងកីឡាខេត្តបានបើកវគ្គបណ្ដុះបណ្ដាលមូលដ្ឋាននិងរៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាចំនួន84នាក់មកពីវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសពួកវិទ្យាល័យធិបតីនិងវិទ្យាល័យរើលក្រោមអធិបតីភាពឯកឧត្តមគុជលីណាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខានៅសាលាស្រកពួរមានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមគុជលីណាបាននាំនៅការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាក៏ដូចជាឯកឧត្តមប្រាក់សុភ័ណ្ឌប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបដោយក្តីនឹករលឹកជូនចំពោះបងប្អូនទាំងអស់ឯកឧត្តមថាក្មួយសមាជិកយុវជនកាកបាទក្រហមសុទ្ធតែបានចូលរួមដោយស្ម័គ្រចិត្តរាល់សកម្មភាពក្នុងគ្រឹះស្ថានសិក្សាសហគមន៍ក៏ដូចជាសកម្មភាពមនុស្សធម៌ទាំងការចូលរួមឆ្លើយតបគ្រោះមហន្តរាយអប់រំសុខភាពការពារជំងឺឆ្លងគ្រោះថ្នាក់នៃគ្រឿងញៀនគ្រោះថ្នាក់ចរាចរណ៍និងសម្អាតបរិស្ថានដែលជាប្រយោជន៍ដល់សង្គមឯកឧត្តមមានប្រសាសន៍ថាដើម្បីត្រៀមខ្លួនអនុវត្តតួនាទីឲ្យបានល្អក្នុងនាមជាយុវជនកាកបាទក្រហមកម្ពុជាត្រូវដឹងអំពីកិច្ចការរបស់ខ្លួនដោយប្អូនទាំងអស់ជាតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជាក្នុងស្រទាប់យុវវ័យជាអ្នកបន្តវេនដ៏សកម្មក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាត្រូវគោរពវិន័យសាលាខិតខំរៀនសូត្រឲ្យបានពូកែធ្វើជាគំរូល្អក្នុងស្រទាប់យុវវ័យផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិនិងសកម្មភាពមនុស្សធម៌ទាំងក្នុងសាលានិងសហគមន៍បន្តចូលរួមអប់រំសុខភាពអនាម័យការបង្ការជំងឺឆ្លងគ្រោះថ្នាក់នៃគ្រឿងញៀនជួយដល់មិត្តយុវសាស្ត្រក្រីក្ររៀនខ្សោយនិងលើកទឹកចិត្តមិត្តយុវសាស្ត្រពិការឯកឧត្តមបន្តថាប្អូនជាយុវជនទាំងអស់ត្រូវធ្វើជាគំរូក្នុងការគោរពច្បាប់ចរាចរណ៍ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងពិការភាពនិងត្រូវមានទំនាក់ទំនងល្អស្មើភាពនិងសហការចែករំលែកបទពិសោធន៍ជាមួយយុវជនកាយរិទ្ធជាតិកម្ពុជាសហភាពសហព័ន្ធយុវជនកម្ពុជាក៏ដូចជាយុវជនកាកបាទក្រហមនៃបណ្ដាប្រទេសជាមិត្តជាពិសេសចូលរួមប្រជុំក្លឹបយុវជននិងរាយការណ៍សកម្មភាពទៀងទាត់ជូនលោកគ្រូអ្នកគ្រូទីប្រឹក្សានិងនាយកនាយិកាសាលាឯកឧត្តមក៏បានណែនាំដល់យុវជនស្ម័គ្រចិត្តទាំងអស់ឲ្យខិតខំរៀនសូត្រឆ្ពោះទៅរកភាពជាសិស្សពូកែចេះប្រើប្រាស់ទូរស័ព្ទដៃប្រកបដោយការយល់ដឹងនិងមានប្រយោជន៍ព្រមទាំងប្រកាន់ភ្ជាប់នូវអាកប្បកិរិយាសមរម្យឯកឧត្តមក៏បានសំណូមពរដល់លោកនាយករងនិងលោកគ្រូអ្នកគ្រូតាមវិទ្យាល័យទាំងអស់បន្តជួយអប់រំនិងបង្កលក្ខណៈងាយស្រួលដល់បងប្អូនយុវជនទៅបំពាក់កន្សែងថ្មីឲ្យបានចូលរួមបំពេញការងារមនុស្សធម៌ទាំងក្នុងសាលារៀនសហគមន៍និងសង្គមជាតិឲ្យកាន់តែផុសផុលបន្ថែមទៀត